ក្មេងស្រីនោះទើបតែដកប្រាក់បានស្រាប់តែម៉ាស៊ីនឯកចាប់ផ្ដើមបញ្ចេញប្រាក់ធ្វើឲ្យនាងដួលទៅលើដីបន្ទាប់ពីដឹងខ្លួនឡើងវិញនាងបានប្រញាប់ទូរស័ព្ទទៅការិយាល័យកណ្ដាលប៉ុន្តែបុគ្គលិកដែលលើកម៉ាស៊ីនគឺជាស្ត្រីដែលនិយាយបែបចំអកនិងមើលងាយនាងមិនជឿថាម៉ាស៊ីនឯកនឹងបញ្ចេញប្រាក់នោះទេហើយថែមទាំងចំអកឲ្យក្មេងស្រីនោះទៀតផងដោយឲ្យនាងថាជាមនុស្សកំសត់ដែលនឹងរត់យកប្រាក់ទៅជាមួយជំនួសឲ្យការហៅទូរស័ព្ទបន្ទាប់មកនាងបានដាក់ទូរស័ព្ទចុះដោយអន្ទះសារធ្វើឲ្យក្មេងស្រីនោះខឹងយ៉ាងខ្លាំងដែលបានដាក់ពាក្យបណ្ដឹងភ្លាមហើយងាកចេញទៅប៉ុន្តែបន្ទាប់ពីស្ងប់ចិត្តហើយគាត់បានដឹងថាដោយមានលុយច្រើនយ៉ាងនេះនឹងជាអ្នកពាក់ព័ន្ធដោយផ្ទាល់គាត់ប្រកាសជានឹងត្រូវជាប់ពាក់ព័ន្ធប្រសិនបើមានអ្វីមួយខុសប្រក្រតីដូច្នេះគាត់បានចាប់យកវ៉ាលីសធំពីរភ្លាមដោយមានបំណងដាក់លុយទាំងអស់ចូលទៅក្នុងនោះហើយប្រគល់វាទៅធនាគារវិញពេលកំពុងធ្វើដូច្នេះគាត់បានពិនិត្យមើលចំនួនទឹកប្រាក់ហើយអ្វីដែលគាត់បានរកឃើញធ្វើឲ្យគាត់ភ័យខ្លាចវាមានជាង10លានប្រសិនបើគាត់ជាប់ពាក់ព័ន្ធនឹងរឿងនេះជីវិតរបស់គាត់នឹងចប់ដោយគិតអំពីរឿងនេះគាត់បានប្រញាប់ហាយឡានមួយហើយប្រញាប់ទៅខាងឆ្វេងបុកទៅខាងស្ដាំអ្នកគិតលុយពេលលើពីគោលបំណងរបស់ក្មេងស្រីនោះអ្នកគិតលុយក៏ដឹងភ្លាមថានាងជាអ្នកដាក់ពាក្យបណ្ដឹងដោយនឹកឃើញពីការស្ដីបន្ទោសដែលគាត់ទើបតែទទួលបានពីអ្នកគ្រប់គ្រងលើបញ្ហានេះគាត់កាន់តែខឹងសម្បាថែមទៀតដោយឃើញសម្លៀកបំពាក់សាមញ្ញរបស់ក្មេងស្រីនោះគាត់បន្តស្ដីបន្ទោសនាងថាជាជនកំសត់ម្នាក់ដោយបដិសេធមិនជឿថាប្រអប់នោះពេញទៅដោយលុយភាពចលាចលរបស់ពួកគេបានធ្វើឲ្យអ្នកគ្រប់គ្រងដឹងយ៉ាងឆាប់រហ័សដោយបារម្ភថាថ្នាក់លើរបស់គាត់នឹងដឹងថាអ្នកដាក់ពាក្យបណ្ដឹងកំពុងមក Gaywen បានប្រញាប់ញឹមខ្លាំងៗហើយក៏ហកថាក្មេងស្រីនោះជាសាច់ញាតិក្រីក្រមកពីរុកកំណើតរបស់គាត់អ្នកគ្រប់គ្រងដែលគ្រាន់តែនៅទីនោះដើម្បីដោះម៉ាស៊ីនត្រជាក់ចេញបានជឿគាត់ហើយប្រាប់គាត់ឲ្យកម្ចាត់ផ្លែមៀនដែលកំពុងញឹមចេញបន្ទាប់ពីឃើញអ្នកគ្រប់គ្រងចេញគាត់បានហៅឆ្មាំសន្តិសុខ2នាក់ដោយមិនអើពើនឹងក្មេងស្រីដែលនៅតែពន្យល់ឲ្យបើកវ៉ាលីរបស់នាងគាត់បានជន់លើវ៉ាលីរបស់នាងហើយនិយាយថាអ្នកណាដឹងថាវ៉ាលីរបស់អ្នកពេញទៅដោយសម្រាមឬលុយខ្ញុំគិតថាអ្នកបានបំបែកម៉ាស៊ីនដោយខ្លួនឯងហើយខ្លាចចំណាយសម្រាប់វាដូច្នេះអ្នកកំពុងព្យាយាមបង្កាច់បង្ខូចធនាគាររបស់យើងចេញពីទីនេះទៅអ្នកគិតលុយបានបញ្ជាឲ្យសន្តិសុខរបស់ក្មេងស្រីនិងវ៉ាលីរបស់នាងចេញភ្លាមដោយឃើញថាភាគីម្ខាងទៀតមិនជឿនាងមិនអនុញ្ញាតឲ្យនាងបើកវ៉ាលីហើយកំពុងជេរប្រមាថនាងក្មេងស្រីនោះគ្មានជំរើសអ្វីក្រៅពីទទួលយកប្រាក់ជាង10លានយ៉នដោយស្ទាក់ស្ទើរនោះទេទោះជាយ៉ាងណាក៏ដោយដើម្បីជៀសវាងបញ្ហាបន្ថែមទៀតនាងបានសុំឲ្យអ្នកគិតលុយសរសេរសេចក្តីថ្លែងការណ៍បញ្ជាក់ថានាងបានប្រគល់ប្រាក់មកវិញឬធនាគារលែងចង់បានវាទៀតហើយដោយសន្យាថានឹងចាក់ចេញភ្លាមនៅពេលដែលវាត្រូវបានសរសេរអ្នកគិតលុយដែលចង់នាំក្មេងស្រីនោះចេញបានយល់ព្រមដោយមិនស្ទាក់ស្ទើរបន្ទាប់មកគាត់ក៏ប្រញាប់ឡើងជិះតាក់ស៊ីវាបានប្រែក្លាយថាមិនយូរប៉ុន្មានទេម្ដាយរបស់គាត់បានណែនាំគាត់ឲ្យស្គាល់អ្នកជំនួញម្នាក់ដែលមានទ្រព្យសម្បត្តិច្រើនហើយដើម្បីក្លាយជាភរិយាអ្នកមានគាត់បានចាក់ចេញពីការងារមុនម៉ោងដោយសម្ងាត់ខណៈពេលដែលគាត់កំពុងមានអារម្មណ៍ឆ្មើងឆ្មៃថៅកែរបស់គាត់បានហៅគាត់ថា Gulina តើអ្នកដឹងទេថាអ្នកបានធ្វើរឿងឆោតល្ងង់អ្វីជាសំណាងល្អនៅពេលដែល Gaywen ត្រឡប់មកវិញក្មេងស្រីនោះនៅតែបានសងប្រាក់ជាង10លានយ៉នវិញដោយមិនមានការចងគំនុំឡើយដោយហេតុនេះបានជៀសវាងគ្រោះមហន្តរាយធំមួយទោះជាយ៉ាងណាក៏ដោយ Gaywen ក៏បានទទួលការដាក់ទណ្ឌកម្មសមស្របចំពោះការធ្វេសប្រហែសរបស់គាត់ផងដែរ